ចំណុចមួយដែលខ្មែរយកដឹងខ្ញុំតែងតែឃើញច្រើនគឺនៅពេលដែលសានឆេងវិញថតផុសជាគ្រួសារអញ្ចឹងក៏ថតរូបជាគ្រួសារអញ្ចឹងណាចាថតផុសចាចំណុចហ្នឹងថតបានតែកុំថតជាគ្រួសារចាពីទូទៅឯ10ទាំង10គឺត្រូវតែជុំគ្នាមុខណូថតយើងថតបានតែអត់ថតនឹងភ្នោទេយើងថតនៅកន្លែងញ៉ាំអីនៅគៀនហ្នឹងអូខេឬបើជាប់ភ្នោជាប់មុំក៏ជាប់អីតិចតិចកុំឲ្យជាប់ទាំងដល់តែខ្លះទៅឆតចេញមកដូចលក្ខណៈថាកូនចៅនៅមុខភ្នោនៅខាងក្រៅហើយថតជុំគ្នាមានអ្នកឈរមានអ្នកលុតជង្គង់មានអីស្ទាយទូទៅកន្លែងហ្នឹងគេហាមអូបងប្អូនទាំងអស់គ្នាចាប៉ុន្តែបើសិនឧទាហរណ៍យើងចង់ថតយើងអាចថតប្រឆាត់ជាហៀងអញ្ចឹងទៅកុំឲ្យចំចាហេតុអីអ្នកគ្រូដែលអាហ្នឹងគឺពាក់ព័ន្ធនឹងគេហៅថាមពលយិនយ៉ាងបលិនចាអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងសែន background យើងជាស្អី background យើងគឺយិនចាល្ងិតមនុស្សយើងរស់គឺត្រូវការយ៉ាងត្រូវការថាមពលយ៉ាង background យិនចាអញ្ចឹងបើសិនជាយើងប្របែបានន័យថាយើងអត់មាន background ជាម៉ងទេបើយើងប្របែទៅ background របស់យើងជាដើមឈើជាទេសភាពជាអីវិញអញ្ចឹងនៅពេលដែលការថតប្រហោះថតអីមួយឧទាហរណ៍ថាបើករណីថតប្រហោះជា background របស់យិនកន្លែងហ្នឹងបើឧទាហរណ៍ថាថតផុសចោះតែឆាប់លុបចោលកុំទុកយូរចាជំនាន់មុនគឺអត់មាន social media អីណាអត់មានកាមេរ៉ាថតអត់អីទេតែឥឡូវនេះគឺមានច្រើនចាខ្ញុំឃើញមានច្រើនកន្លែងហ្នឹងគ្រួសារ10ទាំង10គឺធ្វើអញ្ចឹងតែដល់គឺត្រូវតែជុំគ្នាថតចានេះជាព័ត៌មានថ្មីដែរបងប្អូនគួរដឹងចាពួកចំណុចនេះវាបើសិនជានិយាយទៅវាមានប៉ះពាល់ដល់ sensitive ដែរអ្នកខ្លះក៏ថាអីជំនឿជប់ជុំគ្នាថតទៅមិនមានបញ្ហាថតបានតែគ្រាន់តែប្រយ័ត្នចាថតបានប្រយ័ត្នកុំឲ្យចំឲ្យឃើញពេញពេកចាអាហ្នឹងគឺបើសិនជានៅចិនគេតំណងគេអត់ថតទេអាហ្នឹងមិននៅចិនចាតែខ្មែរយកអត់ដឹងយើងចេះតែថតទៅអាហ្នឹងគឺជាជំនឿបើនិយាយខ្លីវាជាជំនឿមិនមែនជាហ្វុងស៊ុយទេ